សួស្តីអ្នកនរគ្នាពួកយើងគឺជាក្រុម WBC ខ្ញុំឆាយ ខ្ញុំស៊ូមីន ខ្ញុំបាទ Jackson 1 My name is John. ខ្ញុំមី ខ្ញុំបានហៀង ខ្ញុំបាទពីទូក្រុម WBC បង្កើតឡើងនៅឆ្នាំ2023ដំបូងឡើយក្រុម WBC សមាជិកនីមួយៗពួកយើងអត់ទាន់ជាក្រុមទេហើយពួកយើងចាប់ផ្ដើមជាក្រុមដោយសារពួកយើងមានឆន្ទៈជាមួយគ្នា សម្រាប់ឧបសគ្គរបស់ក្រុមពួកយើងមានតែវាមានតិចតួចទេដោយសារពួកយើងមានឧបសគ្គរៀងៗខ្លួនចឹងដូចជាអ្នកខ្លះគាត់នៅសិក្សាហើយអ្នកខ្លះចេញធ្វើការដូចជាខ្ញុំចឹងទៅពួកយើងអត់សូវមានពេលវេលាល្អដែលនៅជាមួយជុំគ្នាច្រើនចឹងដោយសារក្រុមគាត់បានសម្រេចចិត្តថាបង្កើតពេលវេលាមួយឲ្យសមស្របជាមួយនឹងស្ថានភាពនិងកលៈទេសៈដើម្បីពួកយើងអាចជុំគ្នាដើម្បីធ្វើការហ្វឹកហាត់ជាមួយនឹងគ្នា Yes, of course, we prepare as a team and on this upcoming competition. Like we we give our best in this competition, and of course we are ready. And as we prepare right now, like we just do a lot of exercise and everything, and also we do some workshops so that we can make us our body more improvement, and we're practicing our stamina also and our energy, and yeah, and that's how we prepare for this upcoming competition. ក្រុម WBC ពួកយើងមាន schedule ហាត់ក្នុងមួយអាទិត្យយើងហាត់4ថ្ងៃហើយក្នុងមួយថ្ងៃយើងហាត់រយៈពេល2ម៉ោងទៅ2ម៉ោងកន្លះ ប្រឈមបញ្ហាពិបាកគឺពិតជាមានហើយខ្លាំងទៀតដោយសារតែពួកយើងលើកទី1សម្រាប់ represent for Cambodia responsibility ខ្ពស់ដែលយើងឈរនៅលើឆាកអន្តរជាតិហើយមិនមែនជាការសម្ដែងឲ្យពួកយើងទៅចូលរួមប្រកួតបង្ហាញពីទេពកោសល្យដែលពួកយើងមានតំណាងឲ្យប្រទេសកម្ពុជាជាមួយនឹងប្រទេសផ្សេងៗទៀតមួយទៀតគឺពួកយើងចំណាយ budget ច្រើនមែនតើក៏មានបញ្ហាសម្រាប់ពួកយើងដែរគឺយើងចំណាយទាំងថ្លៃស្នាក់នៅឬក៏ការធ្វើដំណើរហើយប៉ុន្តែវាអត់ជាបញ្ហាទេឥឡូវពួកយើងពុះពៀបានហើយពួកយើង be ready for the next competition សម្រាប់ខ្ញុំផ្ទាល់ដោយសារតែខ្ញុំទៅតែចូលមកក្នុងក្រុម WBC នឹងថ្មីដែរពេលចូលដំបូងមកដល់ឥឡូវដែលត្រៀមសម្រាប់ហាត់សម្រាប់ UDO ហ្នឹងគឺមើលឃើញថារីកចម្រើនច្រើនដោយសារតែបងគាត់បានជួយជំរុញបានជួយបង្ហាត់តិចនិចហើយជាមួយនឹងក្បាច់ច្រើននឹងជួយផ្ដល់កម្លាំងចិត្តអញ្ចឹងឃើញថាខ្លួនឯងមានកម្លាំងខ្លាំងជាងមុនហើយក្បាច់ក៏ផ្សារជាងមុនខ្លាំងដែរសម្រាប់ក្រុមវិញដោយសារតែពួកយើងរកពេលមកហាត់ជុំគ្នាច្រើនហើយdiscuss គ្នានិយាយថាធ្វើមិនហាត់ឲ្យឃើញ synchronize មួយគ្នាអញ្ចឹងក៏បានមើលឃើញថាក្រុមរបស់យើងហាត់ផ្សារជាងមុនដែរ អ្វីដែលជំរុញទឹកចិត្តខ្ញុំមកខ្ញុំទៅមុខបន្តទៀតហ្នឹងគឺទឹកចិត្តចេញពីក្រុមនិងអ្នកជុំវិញខ្លួនខ្ញុំដែលមើលឃើញពួកយើងឥឡូវកាន់តែខ្លាំងជាងមុនសម្រាប់ balance training ហើយ responsibility របស់ពួកយើងគឺពួកយើងព្យាយាមចែកម៉ោង work hard ឲ្យបានល្អបន្ទាប់ពីពួកយើងចប់ការងារ full time រៀងៗខ្លួនគឺពួកយើងមក work hard ឲ្យបានត្រឹមត្រូវការញ៉ាំរបស់ពួកយើងគឺគ្រប់គ្រាន់ហើយនឹងការសម្រាកគ្រប់គ្រាន់គឺពួកយើងត្រូវតែធ្វើចឹងសម្រាប់ថែរក្សារាងកាយរបស់ពួកយើងនៅក្នុងការ work hard បន្តទៀត ការប្រកួត UDO នេះពួកយើងមានអារម្មណ៍ថាសប្បាយចិត្តហើយរំភើបព្រោះពួកយើងបានទៅបញ្ចេញសមត្ថភាពឲ្យប្រទេសក្រៅមើល Our goal, of course, like we just the number one or the champion in that competition, and we will do our best, of course, to bring that award or championship, everything in there. ក្រុម WBC តំណាងប្រទេសខ្មែរពួកខ្ញុំព្យាយាមបើកផ្លូវសម្រាប់វិស័យ hip hop នៅស្រុកខ្មែរ Future Dancer ដែលមានបំណងនឹងចំណាប់អារម្មណ៍រួមពីពួកយើងអញ្ចឹងសង្ឃឹមថានឹងមានភាពក្លាហានដើម្បីបង្ហាញសមត្ថភាពហើយនឹងចូលរួម WBC នៅថ្ងៃអនាគតទាំងអស់គ្នា And to our fans, we would like to thank you so much for supporting us, and of course, like I just want to say, mahal ko kayo, Nyom Sroline. As a member who joined by a tryout session, I hope you guys know I suggest you guys to come and join us for the next tryout. ជាចុងក្រោយពួកយើងចង់អរគុណដល់អ្នកគាំទ្រនិងអ្នកដែលជួយ support យើងតាំងពីដើមមកមិនថា sponsor ឬក៏ការគាំទ្ររបស់អ្នកគឺពិតជាមានតម្លៃដល់ពួកយើងដោយសារបានអ្នកទាំងអស់គ្នាទៅពួកយើងអាចបន្តនៅក្នុងវិស័យរាំបានហើយគុណទៅដល់ studio
ភ្នំពេញ Dance Studio PPDS ដែលបានឲ្យកន្លែងពួកខ្ញុំវឹកហាត់ WBC Let's go